ស្ដីបងប្អូនជាកសិករពោតបាន5ថ្ងៃដីដាំដលងវាឆ្នាំនេះដលងស្រស់វាធ្លាក់ថ្លៃពេកចឹងដាំពោតខ្លះចឹងកើតនៃពូជNK 7328គេថាក្របវាដុះស្អាតល្អឆ្នាំបានរយៈពេល5-6ថ្ងៃយើងបវ៉ែមកឲ្យគ្រប់ដំណាំវិញបងប្អូនចឹងកើតកុំឲ្យបងខ្លះថាយើងដាំតែមុខច្រើនពេកណាដល់ដាំពោតវិញហើយพอមានពោតក៏មិនដឹងថាម៉េចដែរបងប្អូនឆ្នាំទៅមិញក៏មិនសូវជាថ្លៃហ្មងដែរពោតតែដោយសារដីនេះដាំដលង3ឆ្នាំចឹងខ្ញុំក៏សម្រេចចិត្តថាដាក់ពោតខ្លះឆ្នាំនេះដាក់ដលងទាំងអស់វាប្រឈមនឹងយើងអត់លុយធ្វើស្មៅធ្វើអីចឹងណាចឹងដាក់ពោតខ្លះវាបានលុយអាចចំណេញខ្លះអាចទុកធ្វើស្មៅធ្វើអីដលងទៅយើងរួមផ្សំគ្នាទៅគេឃើញថាវាដុះល្អនេះវាខ្ញុំដាំមួយរៃ40ម៉ែត្រ4ជ្រុង2គីឡូជាង2គីឡូ5 2គីឡូ6ចឹងវាអត់ខ្លះមួយចាអាមខ្លះអត់ដល់មួយចាអាមទេចឹងហ្នឹងហើយមានប៉ុណ្្នឹងហើយបងប្អូនអើយធ្វើម៉េចយើងវាយគ្រប់ដំណាំទៅដើម្បីកុំឲ្យយើងខាតទៅថ្ងៃក្រោយអរគុណច្រើន